អ្នកជំនាញផ្នែកច្បាប់ថាថៃនឹងរកលេសពន្យា JBC ខណៈដែលយន្តការអង្គការសហប្រជាជាតិយូរជាងធ្វើសង្គ្រាមបាទបងប្អូនតោះថ្ងៃនេះយើងទៅតាមដានដឹងពាក្យព័ន្ធទៅនឹងយុទ្ធសាស្ត្រយកទឹកដីពីថៃវិញបងប្អូនថាគួរប្រើយុទ្ធសាស្ត្រវិធីណាវិធីណីបងប្អូនយើងក្រឡេកមកមើលខាងនេះទៅគឺឃើញទូកុងតឺន័រយ៉ាងធំបិទបាំងផ្លូវមកខាងចិត្តតែម្ដងដែលថៃគឺបានយកទឹកដីកម្ពុជាយើងណាយកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងឥឡូវយើងចូលទៅតាមដានមើលអំពីវិធីសាស្ត្រទាំងនោះនេះជំនាញផ្នែកច្បាប់ថ្លែងថាមានតែយន្តការអង្គការសហប្រជាជាតិទេដែលអាចដោះស្រាយទឹកដីដែលថៃកាន់កាប់មកវិញដោយសន្តិវិធីប៉ុន្តែវាស៊ីពេលយូរហើយសេនានយោចុងក្រោយមានតែធ្វើសង្គ្រាមដណ្ដើមយកមកវិញបាទបងប្អូនវិធីសាស្ត្រពីរនេះថាតើមួយណាវាសមរម្យជាងបងប្អូនទី1គឺយើងពឹងផ្អែកទៅលើអង្គការសហប្រជាជាតិក៏ប៉ុន្តែវាចំណាយពេលយូររីឯទី2គឺយើងត្រូវតែធ្វើសង្គ្រាមដើម្បីនឹងដណ្ដើមយកទឹកដីយើងមកវិញក៏ប៉ុន្តែចុងក្រោយនេះត្រូវតែយើងខ្លាំងដែរបងប្អូនលោកមេធាវីសុកសំអឿនថ្លែងនៅលើបណ្ដាញសង្គមនៅថ្ងៃទី25ខែមករានេះថាប្រសិនបើថៃយល់ព្រមប្រជុំដោះស្រាយវិវាទព្រំដែនតាមយន្តការ JBC ឬ GBC គឺថាត្រូវព្រមតាមលក្ខខណ្ឌអនុសារណៈយោគយល់ MOU ឆ្នាំ2001និង2003ពោលគឺព្រំដែនត្រូវយកតាមផែនទីបារាំងសយ៉ាម1លើ2សែនការដោះស្រាយតាមនីតិវិធីនេះថៃត្រូវប្រគល់ដីដែលដណ្ដើមបានមកវិញលោកថ្លែងថាប៉ុន្តែខ្ញុំយល់ប្រហែលជាថៃមិនព្រមប្រជុំនោះទេគឺអាចពន្យាចេះតែពន្យាឬប្រកាសលែងទទួលស្គាល់ហើយបើយ៉ាងនេះមិនដឹងជាប៉ុន្មានឆ្នាំទៀតនោះទេបើយើងមិនចងចាំគឺមានតែប្រើយន្តការអាស៊ានឬយន្តការអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយយន្តការអាស៊ានបានត្រឹមតែសម្របសម្រួលហើយបើប្រធានអាស៊ានមិនវាងវៃដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលចេះទាញអាមេរិកឲ្យពាក្យពាន់ទេគឺនឹងមិនមានប្រយោជន៍អ្វីនោះទេលោកថាបើប្រើយន្តការអង្គការសហប្រជាជាតិគឺតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមហាសន្និបាតអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិក្រុងឡាអេឬនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិប៉ុន្តែលោកបញ្ជាក់ថាការប្រើយន្តការអង្គការសហប្រជាជាតិគឺត្រូវមានអ្នកជំនាញបញ្ចុះបញ្ចូលនិងអាចប្រើពេលយូរវិធីចុងក្រោយលោកថាវិធីមួយទៀតដែលអាចរហ័សមានតែហានិភ័យគឺប្រើកម្លាំងទ័ពដណ្ដើមមកវិញឬវាយលុកចូលដីថៃវិញដែលធ្វើដូចអ៊ុយក្រែនតែអាចធ្វើយ៉ាងនេះបានត្រូវការមានលុយច្រើនបង្កើតទ័ពបន្ថែមទិញសព្វាវុធយន្តហោះនិងនាវានិងមានគ្រាប់ពោះពេញហើយត្រៀមក្នុងរយៈពេលយូរហើយត្រូវជឿជាក់ថាយើងអាចធ្វើបានលោកថាបើថៃចាញ់ប្រៀបយើងវានឹងទាមទារចរចាមិនខាននៅក្រោយបទចបាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025យោធាថៃមានវត្តមានលើទឹកដីកម្ពុជាចំនួន14ទីតាំងនៅក្នុងខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យនិងពោធិ៍សាត់ការឈរជើងរបស់ពួកគេមិននៅស្ងៀមដោយលក្ខខណ្ឌក្នុងបទចបាញ់ទេពលគឺពួកគេឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាដែលពួកគេបានដាក់បន្លាលួសនឹងទូកុងតឺន័រមិនឲ្យត្រឡប់ទៅវិញបាទបងប្អូននេះគឺជាអ្វីដែលពាក់ព័ន្ធទៅនឹងវិធីសាស្ត្រដើម្បីនឹងយកទឹកដីពីថៃវិញបងប្អូនឥឡូវយើងបន្តទៀតកម្លាំងពលករខ្មែរដកខ្លួនថៃខាត់បងរាប់ពាន់លានបាតឈប់ទៅធ្វើពលករអុយគេជន់ឈ្លីឈប់ទិញទំនិញសត្រូវបាទបងប្អូនអំឡុងពេលដែលពលករដែលជាប្រជាជនកម្ពុជាយើងបានចេញមកពីប្រទេសថៃនឹងគឺធ្វើឲ្យថៃខាត់បងជាច្រើនខ្លាំងមែនតើបងប្អូនដូចនៅក្នុងរូបអញ្ចឹងគឺចំការអំពើចំការមានចំការអីនេះគឺគ្មាននរណាគេទៅបេះនោះទេហើយក៏យកកម្មករពលករចេញពីប្រទេសផ្សេងក៏វាមិនងាយនឹងដែរបងប្អូនហើយគឺធ្វើឲ្យថៃមានការខាតបង់ជាច្រើនហើយមួយទៀតយើងត្រូវតែពហិការគុំទិញរបស់ថៃឲ្យសោះហើយអ្នកដែលនាំយករបស់ថៃគឺត្រូវតែមានការឈឺចាប់ផងគុំចេះតែចង់បានអត្ថប្រយោជន៍
តែខ្លួនឯងក៏ប៉ុន្តែធ្វើឲ្យមានការឈឺចាប់ដល់យោធាយើងខាងមុខជាពិសេសគឺតំណែងថៃគុំនោមចូលយកមកអីបងប្អូនណាឥឡូវយើងបន្តមើលរហូតមកដល់ឆ្នាំ2026វិបត្តិខ្វះកម្លាំងពលករនៅក្នុងឧស្សាហកម្មអំពៅនិងស្ករសនៅភាគខាងកើតប្រទេសថៃបានក្លាយជាមេរៀនសេដ្ឋកិច្ចថៃដ៏ជូរចត់ការមើលស្រាលលើតម្លៃពលករកម្ពុជាកាលពីអតីតកាលបានត្រឡប់មកវិញជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យថៃខាតបង់ទឹកប្រាក់លើសពី 3,000 លានបាតក្នុងមួយប៉ព្រិចភ្នែកនេះតែផ្នែកមួយនៃដំណាំអំពៅប៉ុណ្ណោះត្រឹមតែមួយផ្នែកទេណាបងប្អូនរោងចក្រខ្លះបាត់បង់ឱកាសកែច្នៃអំពៅជាង 2 លានតោនខាតបង់ប្រាក់ 1.8 លានបាតខ្លះទៀតអំពៅកកស្ទះរលួយជាង 1.28 លានតោនខាតបង់ប្រាក់ 1.1 លានបាតមូលហេតុពិតពលករកម្ពុជាជិត 90% បានចែកចេញពីខេត្តស្រះកែវកាលពីមុនញើសឈាមពលករខ្មែរគឺជាកម្លាំងចលកររុញសេដ្ឋកិច្ចថៃឲ្យស្ទុះងើបប៉ុន្តែអ្វីដែលទទួលបានមកវិញគឺយកសេដ្ឋកិច្ចមកឈ្លានពានទឹកដីខ្មែរឥឡូវដល់ពេលដែលកូនខ្មែរត្រូវប្រើអាវុធសេដ្ឋកិច្ចក្នុងដៃវិញពហិការពលកម្មបងប្អូននេះគឺជាការពហិការពលកម្មបញ្ចប់យុគសម័យគេត្រូវការកម្លាំងយើងតែគេមើលងាយជាតិសាសន៍យើងទោះបីស្ថានភាពល្អប្រសើរក៏ត្រូវរួមគ្នាពង្រឹងស្មារតីមិនត្រឡប់ទៅផ្ដល់តម្លៃឲ្យអ្នកដែលមិនចេះរាប់អានយើងចូលងាកមកកសាងមាតុភូមិខ្លួនឯងទោះតិចឬច្រើនក៏មានកិត្តិយសក្នុងនាមជាម្ចាស់ស្រុកពហិការទំនិញថៃរាល់ការទិញទំនិញពីអ្នកដែលមើលងាយយើងគឺស្មើនឹងការផ្ដល់កម្លាំងឲ្យគេមកជន់ឈ្លីយើងវិញចូលងាកមកគាំទ្រផលិតផលខ្មែរនិងជួយពង្រឹងសមត្ថភាពកសិករនិងសហគ្រិនខ្មែរឲ្យរីកចម្រើនទប់ស្កាត់ការហូរចេញនៅសាច់ប្រាក់រាប់លានដុល្លារបង្ហាញឲ្យឃើញថាបើគ្មានការគាំទ្រពីខ្មែរសេដ្ឋកិច្ចជាតិខាងនឹងត្រូវរង្គោះរង្គើលបាទបងប្អូននេះគឺល្អមែនតែនយើងត្រូវតែផ្អាកក៏ដូចជាឈប់ទិញតំណែងបរទេសជាពិសេសគឺថៃហើយបង្កើនការទ្រាំគាំទ្រនៅផលិតផលរបស់កូនខ្មែរយើងវិញបងប្អូនរបាយការណ៍ Maritime បងប្អូនភូមិសាស្ត្រនយោបាយសមុទ្រកម្ពុជាប្រឈមសម្ពាធពីថៃនិងវៀតណាមជុំវិញបញ្ហាព្រំដែននិងប្រជិក Funan Tejo ស្អីទៀតហើយបងប្អូនគឺបញ្ហាមិនចេះចប់ទេខ្មែរយើងណាយើងមិនចេះតែថាទេព្រោះអីថាប្រទេសខាងគឺសិតតែជាប្រទេសដែលមិនគូនឹងទុកចិត្តបានសោះឡើយភ្នំពេញអង្គភាពព័ត៌មាន Maritime នៅថ្ងៃទី23ខែមករាឆ្នាំ2026បានផ្សាយរបាយការណ៍មួយបង្ហាញថាបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមព្រំដែនសមុទ្រជាពិសេសជាមួយប្រទេសថៃនិងវៀតណាមជំលោះទាំងនេះត្រូវបានអ្នកវិភាគមើលឃើញថាមានឫសគល់មកពីបញ្ហាកំណត់ព្រំដែនសម័យអាណានិគមដែលមិនទាន់ត្រូវបានដោះស្រាយឲ្យបានច្បាស់លាស់រហូតមកដល់បច្ចុប្បន្នក្នុងចំណោមតំបន់ដែលកំពុងបង្កការព្រួយបារម្ភមានតំបន់ខុងយ៉ៃឬកោះគុតដែលជាតំបន់ឆ្នេរសមុទ្រតូចចង្អៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃតំបន់នេះត្រូវបានមើលឃើញថាមានតួនាទីជាចំណុចរារាំងការចូលទៅកាន់សមុទ្រដោយផ្ទាល់របស់កម្ពុជាភាពតានតឹងនៅទីនោះបានកើនឡើងជាពិសេសក្នុងអំឡុងពេលនៃការប៉ះទង្គិចតាមព្រំដែនថ្មីនេះដោយមានសេចក្តីរាយការណ៍ថាកងម៉ារីនថៃបានប្រើប្រាស់ការគ្រប់គ្រងពីកងទ័ពជើងទឹកដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទាមទារសិទ្ធិចូលប្រើប្រាស់ផ្លូវសមុទ្រឆ្លងកាត់តំបន់នោះទន្ទឹមនឹងបញ្ហាព្រំដែនសមុទ្រកម្ពុជាក៏កំពុងដំណើរការគម្រោងសាងសង់ប្រជិក Funan Tejo ដែលមានគោលបំណងភ្ជាប់ទន្លេមេគង្គទៅកាន់ឈូងសមុទ្រថៃនៅជិតកំពង់ផែព្រះសីហនុ
បច្ចុប្បន្នកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសវៀតណាមសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់សមុទ្រដែលបានធ្វើឲ្យកំពង់ផែវៀតណាមជាពិសេសទីក្រុងហូជីមីញទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនពីចរាចរណ៍ពាណិជ្ជកម្មនេះទោះជាយ៉ាងណាប្រជាជនហ្វូណនតេជោត្រូវបានគេមើលឃើញថាអាចបង្វែរចរាចរណ៍ពាណិជ្ជកម្មសំខាន់ចេញពីវៀតណាមដែលបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងនៅទីក្រុងហាណូយក្រៅពីបញ្ហាសេដ្ឋកិច្ចអាជ្ញាធរវៀតណាមក៏បានបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានដែលអាចកើតមានពីគម្រោងប្រឡាយនេះផងដែរជាពិសេសការបង្វែរទឹកពីទន្លេមេគង្គដែលអាចធ្វើឲ្យកម្រិតទឹកនៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងប្រទេសវៀតណាមថយចុះនិងប៉ះពាល់ដល់ប្រព័ន្ធដឹកជញ្ជូនក្នុងស្រុកព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះក្នុងបរិបទនេះមានសេចក្តីរាយការណ៍ថាវៀតណាមកំពុងពន្លឿនផែនការសាងសង់ផ្លូវល្បឿនលឿនមួយដែលមានគោលបំណងបិទផ្លូវចូលទៅកាន់ព្រែកជីកហ្វូណនតេជោដោយផ្ទាល់ខណៈដែលនៅតែអនុញ្ញាតឲ្យទូកនេសាទឆ្លងកាត់តែក្រោមការកំណត់យ៉ាងតឹងរឹងនិងស្ថិតក្នុងបរិវេណដែនទឹកកម្ពុជារដ្ឋាភិបាលវៀតណាមបានព្យាករណ៍ថាផ្លូវ highway នេះអាចបញ្ចប់នៅឆ្នាំ2027ប៉ុន្តែរូបភាពផ្កាយរណបបច្ចុប្បន្នបង្ហាញថាវឌ្ឍនភាពសាងសង់នៅមានកម្រិតនៅឡើយទោះបីជាមានភាពតានតឹងជាបន្តបន្ទាប់ក៏ដោយប្រទេសកម្ពុជានិងវៀតណាមនៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពតាមរយៈក្របខ័ណ្ឌអាស៊ាននិងសកម្មភាពសហប្រតិបត្តិការផ្សេងៗរួមទាំងសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលមានគោលបំណងបង្ហាញពីការសហការយោធានិងការគ្រប់គ្រងវិបត្តិដោយសន្តិវិធីទោះជាយ៉ាងណាសកម្មភាពយោធាថ្មីព្រមទាំងការបង្ហាញកម្លាំងដោយនាវាកងទ័ពជើងទឹកវៀតណាមត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថាជាសញ្ញាបង្ហាញពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការអះអាងឥទ្ធិពលនិងការគ្រប់គ្រងលើតំបន់សមុទ្រដែលមានជម្លោះដែនសមុទ្រទាំងនេះឆ្លុះបញ្ចាំងពីក្តីបារម្ភកាន់តែទូលំទូលាយអំពីបូរណភាពទឹកដីសន្តិសុខជាតិនិងផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានតុល្យភាពអំណាចដ៏ផុយស្រួយខណៈកម្ពុជាកំពុងព្យាយាមពង្រឹងសិទ្ធិចូលប្រើប្រាស់ផ្លូវសមុទ្រដោយឯករាជ្យនិងវៀតណាមបន្តការពារផលប្រយោជន៍យុទ្ធសាស្ត្រនិងពាណិជ្ជកម្មរបស់ខ្លួនទេសចរថៃរងផលប៉ះពាល់ខណៈចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះប្រមាណ 30% ចា៎ថៃគឺកំពុងតែធ្លាក់ចុះគ្រប់សពវិស័យបងប្អូនបាងកកវិស័យទេសចររបស់ប្រទេសថៃកំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងគួរឲ្យកត់សម្គាល់បន្ទាប់ពីចំនួនភ្ញៀវទេសចរមកពីប្រទេសចិនបានធ្លាក់ចុះប្រមាណ 30% ក្នុងរយៈពេលចុងក្រោយនេះដោយសារការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពនិងព័ត៌មានអវិជ្ជមានដែលគ្របដណ្ដប់លើប្រទេសថៃនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនេះបើយោងតាមរបាយការណ៍របស់ Nikkei Asia ចុះផ្សាយថ្ងៃទី20ខែមករាឆ្នាំ2026របាយការណ៍បានបញ្ជាក់ថាភ្ញៀវទេសចរចិនជាច្រើនបានពន្យាពេលឬលុបចោលដំណើរការកម្សាន្តមកកាន់ប្រទេសថៃបន្ទាប់ពីព័ត៌មានអំពីបញ្ហាមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់ព្រំដែននិងស្ថានភាពតានតឹងទាក់ទងនឹងចំនួនជាមួយប្រទេសកម្ពុជាត្រូវបានរាយការណ៍យ៉ាងទូលំទូលាយតាមបណ្ដាញសង្គមនិងសារព័ត៌មានអន្តរជាតិ Nikkei Asia បានដកស្រង់មតិពីក្រុមប្រតិបត្តិការនិងអ្នកវិភាគវិស័យទេសចរថាបញ្ហាសុវត្ថិភាពគឺជាកត្តាសំខាន់បំផុតដែលប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិនជាពិសេសបន្ទាប់ពីមានករណីជនជាតិចិនមួយចំនួនត្រូវបានបោកបញ្ឆោតឬបង្ខំឲ្យធ្វើការនៅក្នុងបណ្ដាញឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រៅពីបញ្ហាឆបោកតាមអនឡាញរបាយការណ៍ក៏បានលើកឡើងថាស្ថានភាពតានតឹងនៅតំបន់ព្រំដែនថៃកម្ពុជានិងព័ត៌មានអំពីបញ្ហាសន្តិសុខតាមបណ្ដោយព្រំដែនបានបង្កើនការព្រួយបារម្ភដល់ភ្ញៀវទេសចរនិងក្រុមហ៊ុនទេសចរចិនដែលមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគោលដៅធ្វើដំណើរមន្ត្រីនិងអ្នកជំនាញវិស័យទេសចរថៃបានប្រមានថាការធ្លាក់ចុះនៃភ្ញៀវទេសចរចិនអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃដោយសារចិនត្រូវបានចាត់ទុកថាជាទីផ្សារភ្ញៀវទេសចរដ៏ធំបំផុតមួយរបស់ប្រទេសនេះមុនពេលមានការរាតត្បាត
ជំងឺ COVID-19 យោងតាមទិន្នន័យឧស្សាហកម្មទេសចរណ៍ដែល Niki Asia បានយកមកបង្ហាញប្រទេសថៃបានពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរចិនសម្រាប់ប្រាក់ចំណូលក្នុងវិស័យសន្តាគារភោជនីយដ្ឋានការដឹកជញ្ជូននិងសេវាកម្មកម្សាន្តផ្សេងៗដូច្នេះការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរពីចិនកំពុងធ្វើឲ្យអាជីវកម្មជាច្រើនប្រឈមមុខនឹងការលំបាកក្នុងការស្ដារឡើងវិញរបាយការណ៍បានបន្ថែមថារដ្ឋាភិបាលថៃកំពុងព្យាយាមស្ដារទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិតាមរយៈការបង្ក្រាបបណ្ដាញឆបោកតាមអនឡាញការពង្រឹងសន្តិសុខនិងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់ប្រទេសតាមរយៈយុទ្ធនាការទេសចរថ្មីទោះជាយ៉ាងណាអ្នកវិភាគបានប្រមានថាការស្ដារទំនុកចិត្តពីទីផ្សារចិនអាចត្រូវការពេលវេលានិងសកម្មភាពជាក់ស្ដែងបន្ថែមទៀតNiki Asia បានសន្និដ្ឋានថាប្រសិនបើបញ្ហាសុវត្ថិភាពនិងព័ត៌មានអវិជ្ជមាននៅតែបន្តប៉ះពាល់ដល់ទស្សនៈរបស់ភ្ញៀវទេសចរវិស័យទេសចរថៃអាចនឹងបន្តជួបការប្រឈមយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងឆ្នាំ2026និងឆ្នាំបន្តបន្ទាប់បាទបងប្អូនព័ត៌មានពាក់ព័ន្ធនឹងខ្មែរថៃវិស័យទេសចរវៀតណាមថៃនេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាមានការលឺលួសខុសឆ្គងអីក៏សូមខន្តីអភ័យទោសផងបងប្អូនហើយខ្ញុំក៏សូមគោរពជ្រាបលាបងប្អូនទាំងអស់គ្នាតែប៉ុណ្្នឹងឯង